ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានិងសួស្តីបងប្អូននិងក្មួយថ្ងៃនេះគាត់បានបើកក្បាលវីដេអូមកពុកម៉ែបងប្អូនប្រហែលជាដឹងហើយថាខ្ញុំចង់ធ្វើអីបើពុកម៉ែបងប្អូនដែលចូលចិត្តម្ហូបហ្នឹងច្បាស់ជាស្គាល់ហើយអញ្ចឹងម្ហូបនេះមានឈ្មោះថាប្រហុកខ្ទិះចង់ផ្លេចហើយម្ហូបហ្នឹងខ្ញុំចូលចិត្តខ្លាំងណាហើយថ្ងៃហ្នឹងធ្វើមានភ្ញៀវពិសេស VIP មកជួយធ្វើអូនេះភ្ញៀវពិសេសរបស់ខ្ញុំគឺលោកយាយរបស់ខ្ញុំនៅពីតូចខ្ញុំនៅមួយគាត់តាំងពីអាយុប្រហែលនេះដូចជា5 6ឆ្នាំរហូតដល់អាយុ20ឆ្នាំនៅមួយគាត់បានចេញទៅរៀននៅពេញទៅសប្តាហ៍ហ្នឹងបាននៅផ្ទះខ្លួនឯងហើយការនៅតូចគាត់អាសាធ្វើម្ហូបឲ្យខ្ញុំហូបលោកយាយខ្ញុំម្នាក់ហ្នឹងហើយនិយាយទៅខ្ញុំចូលចិត្តធ្វើម្ហូបនឹងចេះធ្វើម្ហូបទាំងឡាយច្រើនដែលបង្ហាញបងប្អូនមើលមុនហ្នឹងគឺខ្ញុំចេះមកពីយាយខ្ញុំហើយភាគច្រើនគឺគាត់អត់សូវបរៀនទេតែគាត់ចូលចិត្តឲ្យខ្ញុំឈរមើលគាត់ធ្វើម្ហូបចឹងណាដូចប្រហុកខ្ទិះនេះចឹងគាត់ដែរប្រាប់ខ្ញុំថាអាហ្នឹងគេធ្វើមិនដាក់មិនភាគច្រើនគឺគាត់ឲ្យខ្ញុំនៅឈរមើលហ្មងនិយាយទៅម្យ៉ាងដែរហ្នឹងនិយាយខ្ញុំគាត់ឆ្លាតណាគាត់ដឹងថាបើគ្រាន់តែប្រាប់អត់ងាយចេះទេតែបើឲ្យឈរមើលគាត់ឲ្យខ្ញុំឈរមើលខ្ញុំចាំខ្ញុំចេះហើយណាមួយខ្ញុំចូលចិត្តដែរគេថាដងបាត់ពិសោធន៍ធ្វើអីក៏ដោយតែកាលណាយើងមានដងយើងចូលចិត្តរៀនឆាប់ចេះដូចធ្វើម្ហូបនេះចឹងឲ្យតែយើងចូលចិត្តវាទោះបីឆ្ងាញ់ក៏យើងឆាប់ចេះធ្វើដែរហើយមិនបាច់រៀនមានគ្រូមានអីបិចសភៅអីគ្រាន់តែបើយើងរៀនមានគ្រូមានអីចឹងណាវាត្រូវតាមក្បួនខ្នាតចឹងណាមានគុណភាពអាហារដែលមានគុណភាពតែខ្ញុំអត់មានក្បួនខ្នាតសរសេរបិចសភៅអីរៀននៅសាលាទេគឺរៀនពីតាពីយាយហើយតាខ្ញុំនេះក៏ចំណាប់ពុកតាខ្ញុំក៏គាត់ចំណាប់ធ្វើម្ហូបដែរពុកម៉ែបងប្អូនណាហើយបើថាគាត់ស្លប្រហិតត្រីវិញណាគាត់ស្លចែកកូនចៅហូបវិញគាត់ទិញត្រីម្ដង2គីឡូ3គីឡូហើយត្រីអណ្ដែងយកមកច្រាំស្លប្រហិតត្រីលាយជាមួយម្សៅបុកមួយត្រីមួយអីហ្នឹងហើយនេះតាខ្ញុំគាត់ជួយច្រាំគាត់ថាច្រាំម៉ត់អត់ហើយខ្ញុំថាចាប់ប្រហុកខ្ទិះរាល់ដងពួកឯងច្រាំមិនខ្មិចគាត់សួរឌឺខ្ញុំហើយខ្ញុំថាអើយច្រាំឲ្យម៉ត់ទៅពួកឯងច្រាំយកមកម៉ត់អស់មកម៉ត់ហ្មងណាហើយយាយខ្ញុំគាត់បុកគ្រឿងបុកអីប្រើគាត់និយាយពីអនុស្សាវរីយ៍កាលនៅតូចគាត់ថាគាត់ហត់ណាចិញ្ចឹមចៅច្រើនហើយដូចបងប្អូនខ្ញុំទៅនៅមួយគាត់ឡើង2 3នាក់សតតែស្រីហើយមានចដូនមួយខ្ញុំ4 5នាក់ទៀតប្រុសខ្លះស្រីខ្លះចឹងទៅនៅមួយយាយមានអីកក់ក្ដៅពុកម៉ែបងប្អូនជីវិតដែលធ្លាប់នៅមួយយាយលំបាកសំណុកស្រួលអីខ្ញុំឆ្លងកាត់ហើយអស់ហើយមិនថាឥឡូវខ្ញុំសំណុកស្រួលគ្រាន់ថាខ្ញុំឆ្លងកាត់ច្រើនកាលនៅតូចណាឆ្លងកាត់បាត់ពិសោធន៍នៅមួយយាយធ្លាប់រកអស់មើលគោខ្វៀលគោនៅភ្នំនៅអីរកអស់រកបន្លែរកអីនៅតាមព្រៃតាមអីចឹងទៅខ្ញុំឆ្លងកាត់ហើយអស់ហើយទម្រាំមកបានចូលធ្វើការនៅកន្លែងស្រួលដូចរាល់ថ្ងៃនេះគឺថាបាត់ពិសោធន៍ជីវិតឆ្លងកាត់ខ្លះដែរពុកម៉ែបងប្អូនអ្នកខ្លះគេនឹកឃើញអនុស្សាវរីយ៍នៅពីតូចគេមានអារម្មណ៍ថាកំសត់ជូរចត់សម្រាប់ខ្ញុំពេលដែលខ្ញុំរំលឹកអនុស្សាវរីយ៍កាលខ្ញុំនៅមួយយាយខ្ញុំសប្បាយចិត្តព្រោះអីកាលនៅមួយយាយគឺខ្ញុំអត់ដែលចេះពិបាកចិត្តហើយចេះកាត់ទុកចេះអីទេដឹងតែសប្បាយដឹងតែមានប្រមាណចាយប៉ុណ្ណឹងហើយពេលហ្នឹងកាលខ្ញុំនៅទូចយាយខ្ញុំកាលនៅមួយយាយយាយខ្ញុំគាត់លក់អីវ៉ាន់ចាប់ភួយមានដូចម្ហូបមានអីចឹងណាចាប់ភួយមានអីវ៉ាន់សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃអីចឹងទៅហើយអ្នកដែលមើលវីដេអូនេះមួយចំនួនបើសិនគាត់ស្គាល់គាត់ដឹងហើយថាយាយខ្ញុំលក់អីខ្លះហើយបើសិនជាសម័យហ្នឹងមានអីថតផុសល្បីដល់ឥឡូវអីយាយខ្ញុំដឹងល្បីពួកអីទៅកក់ឈូសដលងជៀនគាត់វ៉ាដាច់ផ្អៀងនៅវិទ្យាល័យបេដាឯករាជ្យហ្នឹងហ្មងប៉ុន្តែគាត់ថាមិនលក់នៅចិត្តសាលាលក់ឆ្ងាយពីសាលាដែរកាលកំឡុងឆ្នាំ2008 2009ហ្នឹងគឺយាយខ្ញុំល្បីលក់ដាច់ខ្លាំងហ្មងហើយសិស្សមករោមចិត្តឈឹងប៉ុន្តែលក់អត់ឃើញលុយទេពេលហ្នឹងរោមចិត្តមែនប៉ុន្តែលក់សូវឃើញលុយទេនិយាយទៅពួកអីយើងយកអត់តន់អ្នកលក់មានតែ2អ្នកយាយហើយអ្នកទិញមករោមឡើងល្ងឹតឈឹងដលងជៀនឡើងមួយថាសធំពេលហ្នឹងអស់ហើយបានអស់ហើយ10000មួយថាសធំជៀនឡើងមួយថាសធំដលង5គីឡូអីកាល2008 2009ខ្ញុំនៅរៀងស្ទើដែរពេលហ្នឹងរៀងជំទើមិនស្ទើគ្រប់ទឹកទេណាពុកម៉ែបងប្អូនអធិស្ឋាននៅរៀងតូចដែរខ្ទង់10ឆ្នាំស្ដើងអញ្ចឹង11ឆ្នាំ12ឆ្នាំអីចឹងទៅឥ
ឡូវនេះប្រហុកខ្ទិះខ្ញុំឆ្អិនហើយពុកម៉ែបងប្អូន